ទីបំផុត Crystal Palace បានក្រុងជើងឯកឈ្នះពានជាផ្លូវការលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបបន្ទាប់ពីផ្ដួលក្រុម Manchester City នៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ FA Cup Crystal Palace មិនដែលឈ្នះពានរង្វាន់ FA Cup ទេតាំងពីដើមឡើយមកសូម្បីតែ EFL Cup ដែលយើងហៅថា Carabao Cup នឹងក៏មិនដែលឈ្នះដែរហើយពានរង្វាន់ Premier League នឹងក៏មិនដែលឈ្នះទៅទៀត League កំពូលអង់គ្លេសមិនដែលឈ្នះទេធ្លាប់ឈ្នះបានតែ2ដងអាគត់នៅពានលំដាប់ទី2គឺ Championship បាទការឈ្នះនៅ Championship លើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុម Crystal Palace នោះគឺតាំងពីឆ្នាំ1978-79នោះលើកដំបូងហើយនៅ Championship គឺជាពានលំដាប់ទី2នៅអង់គ្លេសហើយឈ្នះលើកចុងក្រោយនៃពានរង្វាន់ Championship លំដាប់ទី2ហ្នឹងណាបងប្អូនឈ្នះលើកចុងក្រោយតាំងពីឆ្នាំ1993-94តាំងពីឆ្នាំ94បើយើងរាប់មកដល់ឥឡូវនេះការឈ្នះនៅ Championship បាទលើកចុងក្រោយរបស់ក្រុម Crystal Palace នោះ31ឆ្នាំហើយបាទ31ឆ្នាំហើយដែល Crystal Palace ខកខានលើកពានបាទ31ឆ្នាំហើយមិនធម្មតាទេបើសិនជាយើងជាបើយើងរាប់អាយុយើងណា31ឆ្នាំគឺរៀងជ្រេតិចដែរហើយបងប្អូនបាទចិត្តដល់ពាក់កណ្ដាលចិត្តហើយបាទអញ្ចឹងអាចនិយាយថាខកខានយូរហើយម្ដងនេះ Crystal Palace លើកមកឆ្ងាញ់ដៃបាទអ្នកគ្រប់គ្រង Crystal Palace នៅប្រហែលម៉ោងបន្តិចទៀតនេះនឹងមានការហែផ្អើលនៅទឹកដីនៃប្រទេសអង់គ្លេសហើយបាទបងប្អូនបាទការប្រកួតរវាងក្រុម Crystal Palace ហើយនិង Manchester City គឺ Crystal ឈ្នះ 1-0 ទេត្រឹម90នាទីបងប្អូនបាទ 1-0 នោះគឺ Crystal Palace សុទ្ធនៅតាំងពីនាទីទី16បាទដោយ Iberchi Eze អ្នកបញ្ជូនឲ្យគឺ Daniel Munoz បាទនាទីទី16រហូតមក Man City បុកដល់កឲ្យប៉ុន្តែសុទ្ធមិនចូលបាទសម្រុកសាហាវដែរប៉ុន្តែសុទ្ធមិនចូល Man City គ្រប់គ្រងបាល់ 78% Crystal Palace ត្រឹមតែ 22% ទេតិចមែនទែន Crystal Palace សុទ្ធ7ជើងចំគោលដៅ2ចូលបានតែមួយគ្រាប់នឹងឯងបាទឈ្នះពានហើយ Man City សុទ្ធ23ជើងចំគោលដៅ6អត់ចូលទាំងអស់អ្នកចាំទីរបស់ Crystal Palace គឺជាតួឯកហើយគឺ Dean Henderson បងប្អូនបាទ Dean Henderson ជាតួឯកមិនឲ្យចូលសំបីមួយគ្រាប់បាទ6ដងចំគោលដៅពីសំណាក់ Man City សុទ្ធសរុប20ជើងជាងមិនធម្មតាទេបើ Man City បុកដែរប៉ុន្តែបុកមិនធ្លុះចុងក្រោយ Crystal Palace ជាអ្នកឈ្នះជើងឯកជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Crystal Palace ដែលឈ្នះ FA Cup នេះមិនដែលឈ្នះទេហើយបើរាប់ទៅការឈ្នះពានលើកចុងក្រោយនៅឯ Championship នោះ31ឆ្នាំហើយដែល Crystal Palace មិនដែលបានលើកពានទេកំសត់មែនទែនបាទ Crystal Palace ការឈ្នះទៅលើ Man City 1-0 នេះក្រុងជើងឯកនៃពានរង្វាន់ FA Cup ហើយ Crystal Palace បានកៅអីទៅលេងនៅឯ Europa League ជាផ្លូវការតែម្ដងក្នុងនាមជាក្រុមដែលមិនស្ថិតនៅក្នុងតំបន់ Top 6បាទ Top 6អញ្ចឹងនៅឯអង់គ្លេសក្រុមលេខរៀងទី6នឹងបានទៅលេងនៅ Europa League ហើយមានតែមួយកៅអីទេបាទក៏ប៉ុន្តែសម្រាប់អ្នកដែលឈ្នះFA Cup មួយទៀតនឹងបានមួយកៅអីទៀតអញ្ចឹងសរុបទៅមកពីអង់គ្លេសមាន2កៅអីឥឡូវនេះម្ចាស់ជើងឯក FA Cup គឺ Crystal Palace ពួកគេបានមួយកៅអីដែរទៅលេងនៅ Europa League អញ្ចឹងមានន័យថានៅអង់គ្លេសមានកៅអី Europa League 2ហើយបាទរកឃើញមួយហើយគឺ Crystal Palace ហើយមួយទៀតនោះអ្នកដែលកំពុងតែឈរលេខរៀងទី6នោះបច្ចុប្បន្ននេះណាបងប្អូននៅសល់មកប្រកួតពីប្រកួតទីនោះបញ្ចប់បច្ចុប្បន្នហ្នឹងគឺ Man City ស្ថិតនៅក្នុងតំបន់លេង Europa League បាទគណៈដែល5ក្រុមផ្សេងទៀតពីលេខ1ដល់លេខ5នោះគឺបាទបានលេង Champions League ហើយនឹងមាន6ក្រុមទៅលេង Champions League រដូវកាលក្រោយនេះគឺពីលេខ1ដល់លេខ5បច្ចុប្បន្ននេះគឺមិនមាន Spurs ហើយនិង Man U ទេព្រោះអ្នកទាំងពីរបាតតារាងក្បែរតំបន់កាត់ចោលតែអត់ធ្លាក់ទេតែពួកគេបានកៅអីលេងវគ្គផ្ដាច់ព្រាត់នៅ Europa League អញ្ចឹងអ្នកឈ្នះជើងឯក Europa League នឹងបានលេង Champions League រដូវកាលក្រោយអញ្ចឹងសរុបទៅនៅឯអង់គ្លេសលេង Champions League ចំនួន6ក្រុមរដូវកាលក្រោយនោះបងប្អូនណាបាទហើយលេង Europa League ចំនួន2ក្រុមហើយបើយើងរាប់ទៅថាអាចថា Play Off Conference League មួយទៀតនោះបានមួយទៀតទៅវាឡើងបងប្អូនដល់8 9ក្រុមបាទមើលChampions League 6 Europa League 2ទៀត8ហើយបើបាន Conference League មកកៅអីទៀតវាឡើង9ក្លឹបនៅអង់គ្លេសត្រូវលេងបាទពានរង្វាន់នៅតំបន់អឺរ៉ុបពានរង្វាន់អន្តរជាតិមិនធម្មតាទេបាទរដូវកាលក្រោយនេះបាទយ៉ាងណាក៏អបអរសាទរដល់ Crystal Palace ដែលផ្ដួល Manchester City បានសម្រេចនៅវគ្គផ្ដាច់ព្រាត់បងប្អូនបាទ
Crystal Palace ឡើងមកដល់វគ្គផ្ដាច់ព្រាត់ហើយផ្ដួល Manchester City នេះបាទគឺ Crystal Palace លេងវគ្គ16ក្រុមនោះគឺផ្ដួល Millwall 3-0ឡើងមកដល់វគ្គ8ក្រុមចុងក្រោយផ្ដួល Fulham 3-0 ទៀតបាទឡើងមកដល់វគ្គបាទ semi final ផ្ដួល Aston Villa 3-0 ទៀតគ្មានណាសុទ្ធទៅលើ Crystal ធ្ងន់ធ្ងរទេបាទដល់មកដល់វគ្គផ្ដាច់ព្រាត់នេះបាទផ្ដួលទៅលើ Manchester City 1-0 ទៀតណែបាទអញ្ចឹងអាចនិយាយថាតាំងពីវគ្គយើងរាប់វគ្គផ្សេងយើងរាប់ត្រឹមវគ្គ16ក្រុមចុងក្រោយរហូតមកដល់វគ្គផ្ដាច់ព្រាត់នេះបើយើងរាប់ទៅមកប្រកួត2 3 4ប្រកួតចុងក្រោយមានតែមួយក្រុមគត់ដែលសុទ្ធ Crystal Palace បានមួយគ្រាប់គឺក្រុម Millwall សុទ្ធបានមួយគ្រាប់តែ Crystal ដាក់3ទៅវិញដល់ទៅពេលវគ្គ8ក្រុមចុងក្រោយឈ្នះ 3-0 ទៅលើ Fulham កំពុងតឡើងជើងដល់ទៅពេលវគ្គ semi final ឈ្នះ Aston Villa កំពុងតឡើងជើងនឹង 3-0 ទៀតបាទមិនធម្មតាទេបើសម្រាប់ Crystal Palace មកមែនទេសូម្បីតែវគ្គផ្ដាច់ព្រាត់ Man City ក៏ចូលមិនចុះសុទ្ធមិនចូលទៅលើក្រុម Crystal ដែរមានន័យថាតាំងពីវគ្គផ្ដាច់វគ្គ16ក្រុមរហូតមកដល់វគ្គផ្ដាច់ព្រាត់ FA Cup នេះ Crystal Palace របូតមកគ្រាប់ឲ្យគត់បាទរបូតមកគ្រាប់សុទ្ធទៅលើគេ10គ្រាប់សរុបទាំងមកគ្រាប់នោះគឺសុទ្ធទៅលើ Man City វគ្គផ្ដាច់ព្រាត់ហ្នឹងបាទ3គ្រាប់ទៅលើ Aston Villa 3គ្រាប់ទៅលើ Fulham 3គ្រាប់ទៅលើ Millwall របូតតែមួយទេ Millwall ដាក់មកវិញអញ្ចឹងមានន័យថានៅ FA Cup រដូវកាលនេះចាប់ពីវគ្គ16ក្រុមចុងក្រោយរហូតមកដល់វគ្គផ្ដាច់ព្រាត់បាទ Crystal Palace សុទ្ធទៅលើគេ10គ្រាប់គេដាក់មកវិញតែមួយទេមុំណាស់បងប្អូនអើយសំរុំហើយដែល Crystal Palace ក្រងជើងឯកហើយណាមួយពួកគេមិនដែលឈ្នះពាននឹងផងអង្គុយតែឈ្នះក្លឹបធំឥឡូវក្រុមល្មមឈ្នះខ្លះទៅបាទមិនមែនតែល្មមទេណាបងប្អូនណាបើខ្សោយមិនមែនឈ្នះ Man City ទេវគ្គផ្ដាច់ព្រាត់នេះអបអរសាទរដល់ Crystal Palace ឈ្នះពានរង្វាន់លើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបគឺ FA Cup បាទហើយបើពានបើយើងរាប់ទាំងពាន Championship នេះទៀតទៅគឺអញថានេះគឺជាពានទី3ហើយសម្រាប់ក្រុម Crystal Palace តែពាន2កន្លងទៅនោះគឺពានលំដាប់ទី2ទេបាទកម្រិតទី2នៅអង់គ្លេសគឺ Championship បាទពាន Championship នោះគឺឈ្នះបាន2ដងតាំងពីឆ្នាំ94លើកចុងក្រោយសរុបទៅ31ឆ្នាំហើយបាទអញ្ចឹងខានលើកយូរហើយបងអើយបាទក្រុម Crystal Palace បានក្រងជើងឯកលើកដំបូងហើយខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដែរឃើញ Crystal Palace ឈ្នះពានរង្វាន់មួយនេះអបអរសាទរដល់ Crystal Palace មានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាអរគុណច្រើនបាទ